คณะกรรมการរដ្ឋមន្ត្រីការបរទេសថៃឲ្យមន្ត្រីកម្ពុជាប្រយ័ត្នពាក្យសម្ដីជាងមុននៅពេលនិយាយតាក់ទងជាមួយនឹងការបោះឆ្នោតនៅថៃលោករដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសាក់ភួងកាត់កែវបានរិះគន់ខ្លាំងៗចំពោះការអធិប្បាយរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់តាក់ទងទៅនឹងការបោះឆ្នោតនៅប្រទេសថៃលោកស៊ីហាសាក់បានព្រមានថាមតិយោបល់របស់មន្ត្រីជាន់ខ្ពស់កម្ពុជាអាចធ្វើឲ្យមានផលប៉ះពាល់ដល់ទំនុកចិត្តនៅពេលដែលភាគីទាំងពីរកំពុងតែព្យាយាមរក្សានៅបទឈប់បាញ់ដ៏ផុយស្រួយមួយលោកស៊ីហាសាក់បាននិយាយបន្ថែមទៀតថាបទឈប់បាញ់ដ៏រឹងមាំនិងទំនាក់ទំនងទ្វេភាគីមានភាពរីកចម្រើនខ្លាំងគឺអាស្រ័យទៅលើការជឿទុកចិត្តគ្នាទៅវិញទៅមកនិងភាពស្មោះត្រង់លោកបានបន្ថែមទៀតថាក្នុងអំឡុងពេលបទឈប់បាញ់ដ៏រសើបភាគីទាំងពីរមានកាតព្វកិច្ចគោរពអ្វីដែលបានព្រមព្រៀងគ្នានិងជៀសវាងការញុះញង់ណាមួយរួមទាំងតាមបណ្ដោយព្រំដែនផងដែរលោកស៊ីហាសាក់បានប្រតិកម្មឆ្លើយតបភ្លាមទៅនឹងការអធិប្បាយរបស់លោកកែវរិមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតាក់ទងជាមួយនឹងការបោះឆ្នោតនៅប្រទេសថៃលោកកែវរិមីបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី8ខែមករាឆ្នាំ2026កន្លងមកនេះយ៉ាងដូចនេះថាមានមតិជាច្រើនបានលើកឡើងក្នុងការព្រួយបារម្ភថាបើអនុទានចាញ់ឆ្នោតនឹងមានសង្គ្រាមជាលើកទី3ចំពោះទស្សនៈរបស់ខ្ញុំវិញគឺថាបើអនុទានចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្គ្រាមនោះទេពីព្រោះថាព្រោះកន្លងមកមានយោធាថៃបើកការឈ្លានពានមកលើទឹកដីកម្ពុជាក៏ដោយសារមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីរដ្ឋាភិបាលថៃផងដែរដែលដឹកនាំដោយលោកអនុទានដែលពាក្យខ្មែរយើងនិយាយថាទៅទាំងប៉ៃទៅទាំងស្គរនេះគឺជាមូលហេតុហើយដែលអនុទានបាត់អំណាចហើយទាហានថៃមិនអាចធ្វើសង្គ្រាមដោយគ្មានដៃគូបាននោះទេជាការសន្និដ្ឋានបើអនុទានចាញ់ឆ្នោតនោះសង្គ្រាមនឹងមិនអាចកើតឡើងបាននោះទេនេះជាការលើកឡើងរបស់លោកកែវរិមីលោកបានបន្ថែមទៀតថាបើសិនជាគណៈបកប្រជាជនឬក៏គណៈបកភឿថៃឈ្នះឆ្នោតនៅក្នុងខែកុម្ភៈពួកគេនឹងមិនលេងល្បែងសង្គ្រាមដោយគណៈបកដទៃនោះទេពីព្រោះថាគណៈបកទាំងពីរផ្ដោតទៅលើសេដ្ឋកិច្ចទេសចរវិនិយោគនិងការបង្កើនទំនាក់ទំនងអន្តរជាតិជាងការធ្វើសង្គ្រាមជាមួយនឹងប្រទេសភូមិផងរបងជាមួយឬក៏ប្រទេសជិតខាងបើទោះបីជាគោលនយោបាយរបស់ពួកគេមានការបើកច្រកសហការជាមួយនឹងយោធាថៃក៏ដោយក៏ចរិតលក្ខណៈនៃគណៈបកទាំងពីរមិននិយមធ្វើសង្គ្រាមនោះដែរលោកបានបន្ថែមទៀតថាសម្រាប់ការធានាស្ថិរភាពនិងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជាថៃក្នុងពេលអនាគតគឺត្រូវពឹងទៅលើប្រជាជនថៃបោះឆ្នោតឲ្យគណៈបកប្រជាជនឬក៏គណៈបកភឿថៃបើខុសពីគណៈបកទាំងពីរគឺនឹងនាំមកនៅភ្លើងសង្គ្រាមនិងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់បាទនេះគឺជាការលើកឡើងរបស់លោកកែវរមីបាទហើយអ្វីដែលយើងទទួលបានភ្លាមហ្នឹងគឺរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភួងគិតកៅបានបញ្ជាក់ថាសូមឲ្យមន្ត្រីជាន់ខ្ពស់កម្ពុជាកុំលូកដៃទៅលើរឿងហ្នឹងហើយក៏ធ្វើអធិប្បាយតាក់ទងជាមួយនឹងការបោះឆ្នោតនៅថៃអីដោយសារនេះគឺជារឿងផ្ទៃក្នុងរបស់គេទេបាទ
បើសិនជាមានផលប៉ះពាល់អីអាចមកពីពាក្យសម្ដីនឹងឯងបាទនេះជាការលើកឡើងរបស់លោកសីហស័កភួងកែតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃតាក់ទងជាមួយនឹងការអធិប្បាយរបស់មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់បាទសូមចែកម្លែកព័ត៌មានប៉ុណ្ណឹងតាក់ទងជាមួយនឹងរដ្ឋមន្ត្រីបរទេសថៃកុំឲ្យមន្ត្រីកម្ពុជាឬក៏ឲ្យមន្ត្រីកម្ពុជាប្រយ័ត្នសម្ដីជាងមុននៅពេលនិយាយតាក់ទងជាមួយនឹងការបោះឆ្នោតនៅថៃបាទសូម